ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូបងសំណាញ់នៅលើទូកមុននឹងយើងបងសំណាញ់នៅលើទូកអ្វីដែលយើងត្រូវធ្វើដំបូងមុនគេគឺយើងពិនិត្យមើលទូកបងប្អូនថាតើទូកនឹងស្ថានភាពរបស់វាមិនដែរតើវាមានជំរាបជ្រាបទឹកចូលអត់ហើយទំហំនៃទូកហ្នឹងវាសមល្មមនឹងយើងអាចជិះទៅបងបានអត់បងប្អូនព្រោះថាយើងជិះទៅគឺនៅកណ្ដាលស្ទឹងហ្នឹងទឹកមិនរាក់ទេបើសិនជាបងទៅទូកលិចឬក៏មានបញ្ហាអីផ្សេងគឺវាពិបាកមែនតើនៅក្នុងការបងសំណាញ់របស់យើងណាអញ្ចឹងយើងមើលស្ថានភាពនៃទូកទៅថាតើទូកហ្នឹងវាមានคลีนក្លងឬអត់បងប្អូនคลีนក្លងហ្នឹងគឺមានន័យថាចេះបងប្អូនទូកហ្នឹងគឺវាងាកទៅឆ្វេងងាកទៅស្ដាំនៅពេលដែលយើងជះសំណាញ់ណាវាអាចធ្វើឲ្យយើងធ្លាក់ទឹកបាននៅពេលដែលយើងបងសំណាញ់ហើយមួយទៀតនៅពេលដែលយើងអត់ទាន់ចេះនៅក្នុងការគ្រប់គ្រងលំនឹងរបស់ខ្លួនយើងនៅពេលដែលជះសំណាញ់ភាគច្រើនគឺយើងនឹងធ្លាក់ទឹកតែម្ដងបងប្អូននៅពេលដែលយើងជិះទូកបងសំណាញ់ណាអ្វីដែលសំខាន់មួយទៀតគឺការបញ្ជាទូកបងប្អូនបើសិនជាបងប្អូនអត់ចេះអុំទូកទេនឹងធ្វើឲ្យទូកនឹងវិលជុំវិញស្ទឹងបងប្អូនឬក៏វិលជុំវិញបឹងហ្នឹងហើយយើងអុំទៅអត់ទៅមុខទេវាចេះតែវិលចុះវិលឡើងអាហ្នឹងដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ផ្ទាល់ការខ្ញុំនៅពីតូចហើយខ្ញុំឃើញទូកឃើញគេអុំស្រួលណាអញ្ចឹងចង់ជិះទូកនឹងដែរចង់អុំទូកនឹងដែរស្រាប់តែឡើងជិះហើយគឺវិលបងប្អូនគឺថាយើងអុំទៅគឺវិលនៅជុំវិញស្ទឹងហ្នឹងឯងអត់ទៅដល់ត្រៃមកខាងទៀតទេបងប្អូនអញ្ចឹងការបញ្ជាទូកគឺសំខាន់មែនតើបងប្អូនហើយការអុំគឺយើងអុំខាងឆ្វេងខាងស្ដាំអាហ្នឹងពិបាកបញ្យល់បន្តិចបើសិនជាបងប្អូនមកជួបខ្ញុំផ្ទាល់អាហ្នឹងគឺយើងស្រួលបញ្យល់ណាបងប្អូនបងប្អូនណាខ្លះដែលធ្លាប់បងសំណាញ់នៅលើទូកហើយធ្លាក់ទឹកឬក៏យើងធ្លាប់ឃើញគេបងសំណាញ់ហើយធ្លាក់ពីលើទូកអញ្ចឹងណាអ្វីដែលសំខាន់គឺការទប់លំនឹងបងប្អូនបើសិនជាយើងអត់ចេះទប់លំនឹងបើសិនជាយើងអត់មានបទពិសោធន៍នៅក្នុងការបងសំណាញ់នៅលើទូកទេយើងប្រកាសជាធ្លាក់ទឹកបងប្អូនមួយទៀតគឺការជះសំណាញ់អញ្ចឹងយើងត្រូវដឹងពីតិចនិចនៅក្នុងការជះសំណាញ់ហើយនឹងការទប់លំនឹងខ្លួនរបស់យើងធ្វើម៉េចឲ្យវាសមតុល្យគ្នាបាននៅពេលដែលយើងជះសំណាញ់ទៅយើងអាចគ្រប់គ្រងលំនឹងបានហើយយើងបងបានដោយអត់ធ្លាក់ទឹកសំណួរមួយសួរថាហេតុអីបានជាបងប្អូនគួរតែសាកល្បងសំណាញ់នៅលើទូកអញ្ចឹងខ្ញុំប្រៀបធៀបជាបងប្អូនបើសិនជាយើងបងសំណាញ់នៅលើគោកណាអញ្ចឹងការបងរបស់យើងបើសិនជាបងតាមស្ទឹងទេគឺយើងអាចបងបាននៅកន្លែងមួយចំនួនឧទាហរណ៍ដូចជានៅតាមកំពង់ឬក៏នៅចន្លោះណាមួយដែលមានកន្លែងទំនេរដែលស្លាស់អត់មានព្រីណាអាហ្នឹងយើងអាចបងបានដោយសារតែស្ទឹងមានដើមឈើដុះព័ទ្ធជុំវិញអមសងខាងស្ទឹងណាបើសិនជាយើងបងនៅលើទូកគឺយើងអាចបងបាននៅទិសដៅច្រើនមែនតើបងប្អូនយើងចង់ទៅបងនៅណាក៏បានដែរយើងចង់បងខាងឆ្វេងស្ទឹងក៏បានបងខាងស្ដាំស្ទឹងក៏បានបងនៅកណ្ដាលស្ទឹងក៏បានហើយមួយទៀតទេសភាពនៅកណ្ដាលស្ទឹងក៏ដូចជាយើងអាចមើលបានជុំវិញតែម្ដងនៅក្នុងស្ទឹងដែលយើងបងហ្នឹងបងប្អូនចឹងវាមានបរិយាកាសខុសប្លែកពីយើងបងនៅលើគោកបងប្អូនចឹងគឺវាខុសគ្នាចឹងសិនជាបងប្អូនធ្លាប់តែបងនៅលើគោកទេបងប្អូនអត់ដែលបានបងនៅលើទូកណានឹងអាចសាកល្បងបានប៉ុន្តែគឺសម្រាប់តែអ្នកដែលគាត់មានបទពិសោធន៍ធ្លាប់បងនៅលើទូកឬក៏គាត់ចេះហែលទឹកគាត់ចេះអីទេអាហ្នឹងយើងអាចបងបានបើសិនជាចេះហែលទឹកឬក៏អត់ចេះទប់លំនឹងคลีนក្លងនៅលើទូកទេអាហ្នឹងខ្ញុំអត់ណែនាំឲ្យសាកល្បងទៅបងសំណាញ់នៅលើទូកទេបងប្អូនភាគច្រើនគេបងសំណាញ់មានគ្នា2នាក់បងប្អូនម្នាក់ចែវទូកហើយម្នាក់ទៀតអ្នកបងសំណាញ់ហើយចំណែកខ្ញុំខុសពីគេគឺខ្ញុំតែម្នាក់ឯងទេបងប្អូនខ្ញុំចែវទូកផងខ្ញុំបងសំណាញ់ផងបើនិយាយពីការលំបាកគឺមានការលំបាកតិចតួចបងប្អូនឧទាហរណ៍ចេះបងប្អូនបើសិនជាយើងចង់ឃើញទិសដៅមួយដែលយើងចង់បងយើងចែវបន្ទាប់មកយើងទៅចាប់សំណាញ់ផងយើងចែវផងគឺវាពិបាកបន្តិចបងប្អូនតែវាក៏មិនជាបញ្ហាអីដែរដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ច្រើននៅក្នុងការបងសំណាញ់នៅលើទូកណាចឹងខ្ញុំអាចធ្វើបានតែបើសម្រាប់បងប្អូនថ្មីដែលធ្លាប់បានបងសំណាញ់នៅលើទូកទេមានគ្នា2នាក់គឺល្អមែនតើបងប្អូនសម្រាប់ការបងសំណាញ់នៅលើទូកណាសម្រាប់បងប្អូនដែលអត់ចេះហែលទឹកបងប្អូនដែលពលទូកបងប្អូនដែលមិនធ្លាប់ជិះទូកទេបងប្អូនអត់គួរទៅសាកឬក៏ទៅបងសំណាញ់នៅលើទូកទេបងប្អូនព្រោះថាហានិភ័យមែនតើបងប្អូនទូកនេះគឺជាទូកខ្មែររបស់យើងណាដែលធ្វើដោយដៃដែលយើងច្នៃខ្លួនឯងអញ្ចឹងលំនឹងរបស់វាក៏វាមិនសូវជាល្អប្រហែលដែរវាcleanវាក្លងហើយសម្រាប់ដែលយើងអត់មានបទពិសោធន៍ទៀតគឺវាហានិភ័យមែនតើបងប្អូនព្រោះថាទឹកនៅតាមស្ទឹងនៅតាមបឹងគឺមានកន្លែងខ្លះរះហើយកន្លែងខ្លះជ្រៅតែភាគច្រើននៃទឹកស្ទឹងឬក៏ទឹកបឹងគឺជាកន្លែងដែលជ្រៅហើយកន្លែងខ្លះទៀតមានលងហើយតំបន់មួយចំនួនទៀតនៅកន្លែងខ្ញុំបងហ្នឹងណាក៏មានកពើឬក៏មានកពើដែលវាកាយធ្វើរូងអីជាច្រើនអញ្ចឹងហានិភ័យមែនតើសម្រាប់តែបងប្អូនគាត់អត់ធ្លាប់មានបទពិសោធន៍ទេអញ្ចឹងគឺកុំសាកល្បងបងប្អូនតែបើសិនជាយើងចេះហែលទឹកយើងធ្លាប់មានបទពិសោធន៍បងសំណាញ់នៅលើទូកអីបងប្អូនអាចសាកបាននឹងទទួលបានអារម្មណ៍យ៉ាងប្លែកខុសពីយើងបងនៅតាមដីនៅតាមគោកនៅតាមច្រាំងអីចឹងណានិយាយរឿងកពើ
ញោមនិយាយប្រវត្តិស្ទឹងនឹងតិចណាបងប្អូននៅស្ទឹងនឹងឈ្មោះថាស្ទឹងកបតហើយទីតាំងដែលញោមបងហ្នឹងគឺឈ្មោះថាបាងហែមបងប្អូនកាលពីមុនគឺសម្បូររុនកពើមែនតើបងប្អូនឬក៏យើងហៅថាលអាងកពើណាកាលពី10ឆ្នាំមុនហ្នឹងឯងខ្ញុំនៅរៀងតូចដែរហើយខ្ញុំដើរលេងតាមមាត់ស្ទឹងគឺថាកពើវាធ្វើរូងច្រើនមែនតើបងប្អូនប្រហែលជា50-60ម៉ែត្រគឺមានរូងកពើមួយហើយភាគច្រើននៃរូងកពើគឺវាចូលចិត្តធ្វើនៅជិតដើមឈើណាធំៗណាឧទាហរណ៍ដូចជាមានដើមចាបងប្អូនកាលមុនហ្នឹងមានដើមចាដុះច្រើនមែនតើហើយមានដើមឈើធំដុះនៅជុំវិញស្ទឹងណាអញ្ចឹងកពើវាចូលចិត្តធ្វើរូងនៅតាមជិតដើមឈើធំហ្នឹងឯងគឺវាកាយរូងរហូតមកដល់លើគោកចម្ងាយពីមាត់ស្ទឹងប្រហែលជាចូល6-7ម៉ែត្រណាវាអាហ្នឹងខ្ញុំដឹងថាកពើវាធ្វើរូងដើម្បីពងឬក៏ដើម្បីអីដែរតែខ្ញុំសួរប៉ារបស់ខ្ញុំទៅគឺថាពេលដែលយប់ឡើងកពើវាឡើងមកលើគោកតាមរូងរបស់វាណាហើយដល់ពេលដែលណាដែលវាត្រូវចុះទៅក្នុងទឹកវិញគឺវាចុះតាមរូងនឹងឯងចុះទៅក្នុងស្ទឹងគឺថារូងកពើច្រើនមែនតើបងប្អូននៅតាមគៀនដើមកសាំងដើមព្រីងជាពិសេសគឺនៅតាមដើមចាសម្បូរវាធ្វើរូងកពើហើយពីមុនគឺមានកពើច្រើននៅតាមស្ទឹងហ្នឹងតែឥឡូវក៏មានដែរគាត់ថាវាមានចំនួនតិចបងប្អូនដោយសារតែគេធ្វើស្រែប្រាំងគេបូមទឹកបូមអីវាពេលខ្លះក៏ចង់ខាស់ស្ទឹងដែរពេលអញ្ចឹងវារត់តែកន្លែងលងដែលមានជ្រៅណាលងដែលមានទឹកជំរឿជ្រៅគឺវានៅតាមហ្នឹងឯងបងប្អូនបើសួរខ្ញុំថាតាំងពីធ្លាប់ចេះបងសំណាញ់នៅលើទូកមកឬក៏បងសំណាញ់នៅតាមច្រាំងនៅតាមលងតែខ្ញុំធ្លាប់ជួបកពើអត់បងប្អូនគឺខ្ញុំមិនដែរជួបទេបងប្អូនកពើប៉ុន្តែខ្ញុំធ្លាប់តែឃើញរូងវាធ្លាប់តែឃើញវាកាយរូងធ្លាប់តែឃើញវាធ្វើរូងនៅតាមដើមឈើអីចឹងណាប៉ុន្តែបើអ្នកផ្សេងគេធ្លាប់ជួបបងប្អូននៅពេលដែលយប់អីកពើវាឡើងមកលើច្រាំងវាឡើងមកលើគោកប៉ុន្តែបើសិនជាឲ្យខ្ញុំផ្ទាល់គឺខ្ញុំមិនដែរជួបទេបងប្អូនបើសិនជាវីដេអូនឹងទទួលបានបងប្អូនចាប់អារម្មណ៍ច្រើនមានអ្នកមើលច្រើនខ្ញុំនឹងចេញវីដេអូបន្តទៀតពាក់ព័ន្ធជាមួយនឹងការបងទូកក៏ដូចជាចែកម្លែកពាក់ព័ន្ធជាមួយរឿងដែលខ្ញុំធ្លាប់ជួបនៅពេលដែលខ្ញុំបងសំណាញ់នៅលើទូកណាបងប្អូនបើសិនជាបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំទេកុំភ្លេចចុច Subscribe និង Share វីដេអូនឹងទៅកាន់អ្នកផ្សេងឲ្យបានឃើញផងបងប្អូនខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំមួយនេះជាចំណេះដឹងតូចមួយសម្រាប់បងប្អូនដែលមានបំណងចង់ជិះទូកបងប្អូនដែលមានបំណងចង់បងសំណាញ់នៅលើទូកអញ្ចឹងអាចយកបទពិសោធន៍ដែលខ្ញុំបានចែកចម្លែកនៅក្នុងវីដេអូនេះទៅអនុវត្តបានបងប្អូន